វារួចរាល់ហើយថងពេញឈរជើងនៅ Khaden ថ្នាក់កណ្ដាលមួយនិងថ្នាក់ទាប9គឺគ្រប់គ្រាន់ដើម្បីរស់នៅតាមការសន្យាអ្នកចាស់ពិតជាមានការយល់ដឹងល្អណាស់តប3គ្រាប់ដែលគ្មានប្រយោជន៍គឺគ្រប់គ្រាន់ហើយថ្នាំគ្រាប់គុណភាពកម្ពុជាចំនួន13គំរូថ្នាំគ្រាប់ទាំង4គឺពិតជាថ្នាំចាក់ល្អបំផុតមានចលនាច្រើនពេកនៅក្នុងនិកាយយើងត្រូវរកកន្លែងលាក់ខ្លួនការបំផ្លិចបំផ្លាញនៃសមរភូមិបុរាណនិងថាមពលខាងវិញ្ញាណមានភាពវឹកវរគ្រប់គ្រាន់ដើម្បីបិទបាំងភាពមិនប្រក្រតីតិចនៃការពីឋានសួគ៌តូចគឺជាសំណល់នៃបច្ចេកទេសសម្ងាត់លែងឆៃបុរាណនៅពេលដែលវាត្រូវបានអនុវត្តយ៉ាងពេញលេញវាអាចបិទបាំងអាថ៌កំបាំងនៃស្ថានសួគ៌តខ្លួននិងណែនាំការដាំដុះចូលទៅក្នុងអ្វីដែលមើលមិនឃើញបងប្រុសរឿងនេះមានរាប់រយឆ្នាំហើយគ្មានអ្នកណាធ្វើជាម្ចាស់វិទេវាជាការខ្ជិះខ្ជាយឱកាសទាំងស្រុងខ្ញុំបានឮថានេះជាបំណែកដែលពិតជាអាចរារាំងមេឃនិងព្រះអាទិត្យវាអាចបញ្ឆោតអារម្មណ៍នៃស្ថានសួគ៌វាជាការអាណិតដែលគ្មាននរណាម្នាក់អាចសម្រេចវាបានអរគុណបងប្រុសដែលបានប្រាប់ខ្ញុំគ្រាន់តែយកវាមកវិញដើម្បីបំបត្តិភាពអបសុខរបស់ខ្ញុំតើអ្នកធ្លាប់ឮថាបងស្រីច្បង Zheng Hongxiu បរាជ័យក្នុងការវាយប្រហារ Xu ទេនៅទីបំផុតបេសាចខាងក្នុងរបស់ Gwen He បានត្រឡប់មកវិញហើយស្ទើរតែធ្វើឲ្យ Deo Ji ចាប់ Aider Yashin មានការខឹងសម្បារយ៉ាងខ្លាំងហើយមានគម្រោងរងចាំរហូតដល់នាងបានជាសះស្បើយពីរបួសរបស់នាងមុននឹងវាយប្រហារ Deo Ji គ្រឹះត្រូវតែត្រូវបានបង្កើតឡើងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននេះគឺជាវត្ថុបុរាណអ្នកយកថ្មវិញ្ញាណ17ខ្ញុំនឹងយកថ្មខាងវិញ្ញាណទាំង5ត្រឡប់មកវិញដើម្បីសិក្សាអក្សរបុរាណមិនអាចមានទៀតទេ20ថ្មខាងវិញ្ញាណយ៉ាងហោចណាស់20ដោះស្រាយបច្ចេកទេសសម្ងាត់ដ៏តូចមួយនេះដើម្បីគ្រប់ដណ្ដប់លើមេឃស្ថានភាពចុងក្រោយនៃការសម្រាកអាចបិទបាំងអាថ៌កំបាំងនិងមូលហេតុទាំងអស់របស់ខ្លួនឯងខ្វះអារម្មណ៍នៃស្ថានសួគ៌ហើយបាត់ខ្លួននៅខាងក្រៅច្បាប់នៃស្ថានសួគ៌ក្នុងកម្រិតជាក់លាក់មួយប្រសិនបើអ្នកពិតជាអាចបញ្ចប់បច្ចេកទេសសម្ងាត់នៃការបិទបាំងមេឃនេះវានឹងជាជំនួយដ៏ល្អសម្រាប់ខ្ញុំបច្ចេកទេសសម្ងាត់ឋានសួគ៌ពស់តូចពេញលេញនេះពិតជាអក្ខរាវិរុទ្ធកម្រិតទី3ឬខ្ពស់ជាងនេះជាមួយនឹងវេទមន្តទាំង3នេះនៅក្បែរខ្ញុំសមត្ថភាពសង្គ្រោះជីវិតរបស់ខ្ញុំនឹងប្រសើរឡើងដល់កម្រិតខ្ពស់ខ្ញុំកំពុងទាញសំណាងរបស់បងប្រុសខ្ញុំទៅញ៉ាំអាហារក្នុងវិមានអល់ជមីខ្ញុំចង់រកការងឹតដើម្បីបន្សុទ្ធថ្នាំខ្ញុំមកទីនេះដើម្បីបំពេញបេសកកម្មរយៈពេលវែងនៅភ្នំចៅអាក្រក់កើតឡើងនៅកន្លែងនោះអ្នកមិនទាន់នៅក្មេងទេដូច្នេះសូមប្រយ័ត្នកុំចូលជ្រៅទៅក្នុងការខូចខាតអារេនេះការពារខ្ញុំសូមជូនពរឲ្យគាត់មានសុវត្ថិភាពនិងគ្មានការព្រួយបារម្ភចុះគីហេគីខាអ្នកដែលរស់នៅគឺជាគ្រឹះនៃផ្លូវដ៏អស្ចារ្យនេះគឺជាការផ្លាស់ប្ដូរចុងក្រោយបង្អស់លើផ្លូវទៅកាន់ភាពអមតៈកម្រិតល្អឥតខ្ចោះសម្រាប់ខែឧសភាទឹកហូរដ៏គួរឲ្យភ័យខ្លាចនៃថាមពលខាងវិញ្ញាណតើវាអាចថា Jenden ទម្លុះនៅទីនេះ
អំណាចនៃការស្រូបធម៌ពលខាងវិញ្ញាណត្រូវបានកំណត់ថាជាអ្វីដែលមិនអាចទៅរួចទេជាដាច់ខាតតើវាជានរណា100ឆ្នាំខ្ជិះខ្ជាយនៅពេលដែលគ្រឹះត្រូវបានសាងសង់កើតជាថ្មីផ្លូវទៅកាន់អមតៈអាចរំពឹងទុកបងប្រុសការបង្កើតនេះមិនអាចបន្តបានទៀតទេទីរកនៅខាងក្នុងគឺ